រឿងដំបូងដែលបរិសធ្វើនៅពេលគាត់ចាប់កំណើតឡើងវិញគឺត្រូវបាញ់សម្លាប់ឆ្កែសាហាវនៅក្នុងគ្រួសាររបស់គាត់ដែលមានឋានៈខ្ពស់ជាងខ្លួនគាត់ផ្ទាល់បន្ទាប់មកគោជៀនហើយញ៉ាំវាពាក់កណ្ដាលដោយខ្លួនឯងពាក់កណ្ដាលទៀតទុកឲ្យប្រពន្ធរបស់គាត់ដែលចាត់ទុកគាត់ជាជីវិតរបស់គាត់នោះមិនគ្រប់គ្រាន់ទេនៅពេលដែលខ្ញុំបានឃើញប្រពន្ធរបស់ខ្ញុំចតដោយមិនរើសអើងនឹងបានបិទឡានរបស់បងប្រុសវ៉ាងនៅជាប់នឹងទ្វារបរិសនោះបានវាយបំបែករថយន្តរបស់គាត់ជា8ចំណែកដោយប្រើទេសសេះនោះហើយជាមូលហេតុដែលឈុតខ្លីត្រូវបានលក់ដោយជោគជ័យជាអេតចាយហើយមិនត្រឹមតែប៉ុណ្្នឹងទេវាគឺដើម្បីបញ្ឆោតបងថ្លៃដែលនៅទំនេរឲ្យទៅទូរទស្សន៍ KTV ហើយញ៉ាំវាធម្មតាយោងទៅតាមមនុស្សរាប់សិបលានអ្នកនឹងចំណាយសម្រាប់វាដោយប្រាក់ផ្ទាល់ខ្លួនរបស់អ្នកនៅពេលក្រោយហើយបរិសនោះមិនត្រឹមតែមិនបង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងចំណាយនៅក្បែរគាត់ទៀតផងកន្នីទាំងអស់ត្រូវបានដាក់នៅលើក្បាលរបស់គាត់មើលដោយអស់សង្ឃឹមគាត់មិនអាចបញ្ចប់ការខ្ចីប្រាក់តាមអ៊ីនធឺណិតនៅពេលក្រោយបានទេហិរញ្ញវត្ថុនេះនោះហើយជាច្រើនតើអ្នកកំពុងធ្វើអ្វីក្មេងនេះត្រូវញ៉ាំអាហារត្រួតលើគ្នាហើយមូលហេតុដែលធ្វើឲ្យបរិសមានភាពសាហាវឃោរឃៅវាដោយសារតែនៅក្នុងជីវិតមុនរបស់គាត់ទោះបីជាគាត់រកចំណូលបានរាប់លានក្នុងមួយឆ្នាំក៏ដោយប៉ុន្តែមិនមានជីវិតដូចឆ្កែមួយរបស់គាត់ទេអ្នកមិនអាចឲ្យឆ្កែឃ្លានបានទេទោះបីអ្នកមិនពេញក៏ដោយម្ដាយនិងកូនស្រីមិនត្រឹមតែប្រើបរិសជាអ្នកបម្រើរាល់ថ្ងៃប៉ុណ្ណោះទេថែមទាំងប្រើគ្រួសារបិសាចនេះទៀតផងសូម្បីតែម្ដាយក្មេករបស់គាត់បានកាន់កាប់ទ្រព្យសម្បត្តិដែលឪពុកម្ដាយគាត់បានទុកឲ្យគាត់វាកាន់តែច្រើនដូច្នេះការប្រើប្រាស់ធម្មតារបស់អ្នកមិនអាចលើសពី200យ៉នទេចំនួនទឹកប្រាក់ដែលលើសពីចំនួននេះភ្លាមនោះប្រពន្ធបានទូរស័ព្ទនឹងស្ដីបន្ទោសនាងរឿងដែលមិនអាចទ្រាំទ្របានបំផុតសម្រាប់បុរសសូម្បីតែមួយផ្លែតមុនពេលគាត់ត្រូវបានគេទាញចូលក្នុងរថយន្តសង្គ្រោះបន្ទាន់រហូតដល់គាត់ស្លាប់នៅពេលគិលានុបដ្ឋាយិកាបានទូរស័ព្ទទៅប្រពន្ធដើម្បីបង់ថ្លៃវះកាត់នៅមន្ទីរពេទ្យរបស់គាត់ក្មេងស្រីមិនត្រឹមតែមិនអើពើនឹងពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងបន្តរីករាយនឹងតែពេលរសៀលទៀតផងគាត់បានសួរដោយកំហឹងថាហេតុអ្វីបានជាគាត់មិនទាន់ស្លាប់តើគោលនយោបាយ10លាននេះមិនត្រូវបានពន្យាពេលទេប្រហែលជាព្រះមិនអាចទ្រាំបានទៀតទេនាំបរិសឲ្យមានជីវិតឡើងវិញហើយមានជីវិតរស់ឡើងវិញពីការរស់នៅម្ដងបរិសម្នាក់ចំណាយវាទាំងអស់ហើយបន្ត200យ៉នបានទិញបារីថ្លៃបំផុតមួយកញ្ចប់ខ្ញុំមិននឹកស្មានដល់ទេប៉ុន្តែចៃដន្យឲ្យបានផ្ដល់ឲ្យគាត់នៅប្រព័ន្ធត្រឡប់មកវិញនៅសាច់ប្រាក់10ដងវាត្រូវបានគេរកឃើញថាម្ចាស់ផ្ទះមានទឹកប្រាក់សរុបចំនួន10ដងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនហើយជ្រើសរើសយកបណ្ដាញទូទាត់ប្រកាសណាស់ប្រព័ន្ធមិនបានកុហកខ្ញុំទេនេះជាលុយ10ដងដែលខ្ញុំបានចំណាយលើសាច់ប្រាក់ត្រឡប់មកវិញ2000យ៉នក្នុងរដូវកាលបច្ចុប្បន្នបន្ទាប់មកការហៅទូរស័ព្ទស្ដីបន្ទោសរបស់ប្រពន្ធបានមកដល់តើអ្នកមិននៅក្នុងមន្ទីរពេទ្យទេហេតុអ្វីបានជាអ្នកចំណាយ200លើអ្វីមួយនៅហាងងាយស្រួលវាថ្លៃណាស់ខ្ញុំនឹងទិញម៉ាករបស់អ្នកបរិសនោះក៏ក្រោកឈរហើយស្ដីបន្ទោសភ្លាមក៏ថយក្រោយហើយព្យួរទូរស័ព្ទដោយចៃដន្យហើយបន្ទាប់មកដោយប្រើប្រព័ន្ធទិញអីវ៉ាន់ឥតខ្សែនេះបានធ្វើឲ្យផ្សារទំនើបទាំងមូលរលត់ទាំងស្រុងខ្ញុំបានទិញអ្វីគ្រប់យ៉ាងដែលខ្ញុំមិនហ៊ានផឹកឬញ៉ាំនៅក្នុងជីវិតមុនរបស់ខ្ញុំបន្ទាប់មកជំហានបន្ទាប់គឺត្រូវយករបស់ទាំងអស់ដែលអ្នកមិនហ៊ានលេងឬយកមកបរិសនោះមិនត្រឹមតែធ្វើឲ្យយុវជនរបស់គាត់មានភាពរស់រវើកឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានទិញកុំព្យូទ័រដែលមានការកំណត់រចនាសម្ព័ន្ធខ្ពស់បំផុតដើម្បីលេងនៅលីនកានខ្ញុំថែមទាំងបានទិញរ៉ូបូតពីរចុងក្រោយក្នុងរយៈពេលតិចជាងកន្លះម៉ោងបរិសបានក្លាយជាបរិសដែលមានគុណភាពខ្ពស់មានតម្លៃជាង100លានដុល្លារពេលខ្ញុំមកដល់ផ្ទះខ្ញុំហៀបនឹងឈប់ពេលខ្ញុំបានជួបឡានទំនើបរបស់ប្រពន្ធខ្ញុំមានចំណតរថយន្ត2នៅស្ថានីយ៍បរិសនោះមិនបានពន្យល់ច្រើនទេគាត់បានយកកទេសសេះហើយវាបំបែកឡានរបស់គាត់ជាបំណែកហើយបងប្រុសមិនអីទេខ្ញុំអាចចតនៅពេលនេះកុំបងប្រុសលីវខ្ញុំបាននិយាយថាខ្ញុំត្រូវតែផ្ដល់ការពន្យល់ដល់អ្នកនៅថ្ងៃនេះតើអ្នកនឹងបង្រៀនមេរៀនដល់ពួកគេដែរឬទេនេះតើអ្នកកំពុងធ្វើអ្វីតើបងប្រុសលីវយ៉ាងម៉េចតើអ្នកអាចបញ្ឈប់បានទេតើអ្វីទៅជាឡានស្អាតខូចអ្នកចិត្តខាងជាទីស្រឡាញ់ខ្ញុំពិតជាសុំទោសសំណាងអាក្រក់ប្រពន្ធអាក្រក់និងកូនស្រីអាក្រក់ខ្ញុំសង្ឃឹមថាអ្នកមិនរាប់បញ្ចូលរឿងនេះទេមិនអីទេបងប្រុសលីវអ្នករវល់អូខេយល់ព្រមទីបំផុតមាននរណាម្នាក់ខ្លាចជាមនុស្សអាក្រក់គោរពប្រតិបត្តិហើយតើឆ្កែទៅណាតើហាងលក់សត្វចិញ្ចឹមបានយកវាសម្រាប់ដើរទេគោរពប្រតិបត្តិចម្លែកហើយហេតុអ្វីបានជាអ្នកត្រឡប់មកវិញឆាប់បំភ្លេចវាចោលទៅខ្ញុំនៅពាក់កណ្ដាលសម្រស់របស់ខ្ញុំកាលពីម្សិលមិញមន្ទីរពេទ្យបានទូរស័ព្ទមកខ្ញុំហើយនិយាយថាអ៊ូហ្វាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារគាំងបេះដូងត្រូវឬខុសអ្នកមិនខ្លាចអ្វីដែលអាក្រក់កើតឡើងទេវាជាការពិតខ្ញុំបានទិញកត់ធានារ៉ាប់រងអាយុជីវិតជាង100000តើអ្នកអាចបង់ប្រាក់រាប់លានបានទេនោះក៏ជាការបាត់បង់ផងដែរ500.000ក្នុងមួយឆ្នាំតើអ្នកអាចរកប្រាក់បានច្រើនឆ្នាំទេហេតុអ្វីបានជាអ្នកមិនចាក់ចេញហើយអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកគាត់បានទូរស័ព្ទមកខ្ញុំកាលពីម្សិលមិញហើយបានស្ដីបន្ទោសខ្ញុំសម្រាប់អ្វីទិញទំនិញសម្រាប់ម៉ាក់ខ្ញុំពិតជាខឹងណាស់ក្លាហានណាស់លើកនេះវាគ្មានប្រយោជន៍ទេទោះបីគាត់លុតជង្គង់ក៏ដោយខ្ញុំនឹងបង្ខំគាត់ឲ្យផ្ទេរផ្ទះពីរបស់ឪពុកម្ដាយគាត់មកខ្ញុំនឹងជៀនតើខ្ញុំអាចសន្យាបានទេប្រសិនបើខ្ញុំមិនបិទវាគាត់មិនហ៊ានយល់ព្រមទេប្រសិនបើអ្នកមិនយល់ស្របនឹងគាត់ទេកុំគិតអំពីការចូលក្នុងផ្ទះនេះ
តើវារាប់ថាមិនអាចវាបានទេវាគួរឲ្យអាណិតណាស់ដែលខ្ញុំមិនមែនជាអ្វីដែលខ្ញុំធ្លាប់ជាវ៉ាវតើសាច់ប្រភេទណាដែលល្អ